នៅក្នុងផ្ទៃមហាសមុទ្រដ៏ធំល្វឹងល្វើយកម្មកររាប់សិបនាក់កំពុងតែជោគត្រីស្រស់ៗបោះចូលទៅក្នុងទីលានមួយនេះគឺជាអាងចិញ្ចឹមត្រីដ៏ធំល្វឹងល្វើយនៅក្នុងប្រទេសកូរ៉េខាងត្បូងក្នុងមួយប្លុកនេះគឺមានត្រីរហូតដល់ 15,000 ក្បាលឯណោះពួកវារស់នៅតាមបែបធម្មជាតិជាមួយនឹងអាហារនិងទីកន្លែងដ៏មានសុវត្ថិភាពផងដែរទោះបីជាសំណាញ់ការពារមិនមានកម្ពស់ខ្ពស់យ៉ាងណាក៏ដោយក៏ពួកវាមិនដែលលោតចេញពីទីនេះសូម្បីតែមួយក្បាលម្ចាស់កសិដ្ឋានចិញ្ចឹមត្រីមួយកន្លែងនេះអាចប្រមូលលុយពីកន្លែងនេះក្នុងមួយឆ្នាំរាប់លានដុល្លារឯណោះពួកគេចិញ្ចឹមត្រីបែបធម្មជាតិនៅក្នុងមហាសមុទ្រទឹកជ្រៅការផ្ដល់ចំណីឲ្យបានទៀងទាត់បរិស្ថានដ៏ល្អប្រសើរនិងកិច្ចចេញពីអ្នកប្រមាញ់ផងដែរត្រីទាំងអស់នេះប្រៀបបីដូចជារស់នៅក្នុងសណ្ឋាគារលំដាប់ផ្កាយ5ជាមួយនឹងជីវិតដ៏ស្រស់ត្រកាលរបស់ពួកគេ